វីជាតិសុខភាពមេដាទារកនិងកុមារ21កុម្ភៈនៅខេត្តកំពតនាសប្តាហ៍កន្លងទៅនេះលោកស្រីវិជ្ជបណ្ឌិតយូសុគន្ធអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខានិងជាប្រធានក្រុមការងារអិសរាជជនឆ្នាំថ្នាក់ជាតិនៃថ្នាក់សាខាខេត្តកំពតបានអញ្ជើញសួរសុខទុក្ខស្ត្រីសម្រាប់កូនស្ត្រីមានផ្ទៃពោះដែលមានអ្នកចូលរួមសរុបចំនួន175នាក់ក្នុងនោះលោកស្រីគណៈកម្មាធិការសាខាចំនួន14នាក់លោកស្រីគណៈកម្មាធិការអនុសាខាក្រុងស្រុក9នាក់ក្រុមគ្រូពេទ្យ10នាក់គ្រូទីប្រឹក្សាយុវជនកាកបាទក្រហម20នាក់មន្ត្រីក្រុមប្រតិបត្តិសាខា9នាក់ស្ត្រីសម្រាប់កូនតូចចំនួន13នាក់និងស្ត្រីមានផ្ទៃពោះក្រោម8ខែចំនួន100នាក់ពិធីនេះប្រារព្ធធ្វើឡើងក្នុងបរិវេណមន្ទីរពេទ្យបង្អែកកំពង់ត្រាញបន្ទាប់ពីលោកវិជ្ជបណ្ឌិតខេកដារវុធប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាញឡើងធ្វើរបាយការណ៍ស្វាគមន៍រួចមកលោកស្រីវិជ្ជបណ្ឌិតយូសុគន្ធបានពំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិតម៉ៅធនិនប្រធានគណៈកម្មាធិការសាខានិងជាពិសេសពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងជាអិសរាជជនឆ្នាំថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារជូនដល់បងប្អូនស្ត្រីមានផ្ទៃពោះស្ត្រីមានកូនតូចនិងស្ត្រីក្នុងវ័យបន្តពូជទាំងអស់ប្រកបដោយក្តីនឹករលឹកហើយលោកស្រីអនុប្រធានអចិន្ត្រៃយ៍ក៏បានអាននៅសារលិខិតរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដែលបានផ្ញើជូនចំពោះបងប្អូនជនរួមជាតិនៅខ្លឹមសារសំខាន់ៗទាំង5ចំណុចនៃសារលិខិតក្នុងឱកាសទិវាជាតិសុខភាពមាតាទារកនិងកុមារ21កុម្ភៈឆ្នាំ2026សូមបងប្អូនស្ត្រីទាំងអស់ថែរក្សាសុខភាពឲ្យបានល្អស្ត្រីដែលមានកូនតូចត្រូវយកទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យនិងស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះឲ្យបានយ៉ាងតិច4ដងតាមពេលវេលាកំណត់របស់គ្រូពេទ្យអំណោយសាខាផ្ដល់ជូនស្ត្រីសម្រាប់កូនតូចចំនួន13នាក់ក្នុងម្នាក់ទទួលបានគិតទារកមួយកញ្ចប់និងថវិកា50000រៀលនិងស្ត្រីមានផ្ទៃពោះចំនួន100នាក់ក្នុងម្នាក់ទទួលបានគិតអនាម័យមួយកញ្ចប់និងថវិកាចំនួន20000រៀល